រឿងអ្នកនេសាទត្រីនៅក្នុងភូមិដាច់ស្រយាលមួយមានកូនអូតូចៗមួយហូរឆ្លងកាត់ប្រជាជនក្នុងភូមិបានប្រើប្រាស់ទឹកអូរនេះសម្រាប់ផឹកមុជបោកគក់ដាំស្លនិងដាំបន្លែបង្ការផ្សេងៗគ្រប់យ៉ាងនៅក្នុងភូមិនោះដែរក៏មានបុរសដែលមានអាជីពជាអ្នកនេសាទត្រីដើម្បីចិញ្ចឹមជីវិតម្នាក់ផងដែរការនេសាទត្រីរបស់បុរសនោះបានធ្វើឲ្យអ្នកភូមិមានការថ្នាំងថ្នាក់នឹងគាត់ខ្លាំងណាស់វិធីចាប់ត្រីរបស់គាត់គឺបន្ទាប់ពីពង្រាយខ្សែមងដោយបន្តោងដុំថ្មឲ្យថឹងរួចហើយគាត់ក៏ដើរគោះទឹកបង្អើលឲ្យត្រីរត់មកជាប់មងរបស់គាត់ដែលជាហេតុធ្វើឲ្យទឹកអូរត្រូវល្អក់កកជាខ្លាំងរហូតដល់អ្នកភូមិមិនអាចយកទឹកនោះមកប្រើប្រាស់អ្វីកើតឡើយលុះដល់ថ្ងៃមួយពួកអ្នកភូមិទ្រាំលេងបានក៏ប្រមូលគ្នាទៅស្ដីបន្ទោសដល់បុរសនេសាទនោះពីទង្វើដ៏មិនសមរម្យរបស់គាត់ក្រោយពីដឹងថាខ្លួនបានធ្វើឲ្យក្តៅក្រហាយដល់អ្នកដទៃបុរសនេសាទក៏ពោលពាក្យសុំអភ័យទោសពីអ្នកទាំងអស់គ្នាប៉ុន្តែគាត់ក៏នៅតែប្រព្រឹត្តដូចពីមុនជាដដែលព្រោះមានតែវិធីនេះដែលគាត់អាចរកត្រីបានហើយក្នុងសាច់រឿងនេះមានពាក្យចាស់ពោលថាពេលមាននរណាម្នាក់បានផលប្រយោជន៍វាអាចនឹងមានម្នាក់ទៀតត្រូវបាត់បង់ប្រយោជន៍ទៅវិញរឿងបន្ទាប់ក្អែកប្រចាំគ្នានៅក្នុងព្រៃដ៏ស្ដុកស្ដំមួយមានក្អែកពីរក្បាលជាបងប្អូននឹងគ្នាហើយរស់នៅជាមួយគ្នាតាំងតែពីកើតមកព្រមទាំងពឹងពាក់គ្នាទៅវិញទៅមកជារៀងរហូតមកមានថ្ងៃមួយក្អែកទាំងពីរបានឃើញសម្បុករបស់ពួកវាមានប្រហោងធ្លុះមួយកន្លែងនិងប្រសិនបើទុកបណ្ដោយយូរទៅប្រហោងនេះក៏កាន់តែរីកធំទៅជាមិនខានប៉ុន្តែក្អែកទាំងពីរបែរជាប្រចាំគ្នាដោយនាំគ្នាគិតថាអ្នកម្នាក់ទៀតគួរតែជាអ្នកជួសជុលកន្លែងប្រហោងនោះពេលវេលាកន្លងផុតទៅមួយរយៈប្រហោងធ្លុះនោះកាន់តែរីកធំទៅតែបងប្អូនក្អែកទាំងពីរក៏នៅតែមើលគ្នាទៅវិញទៅមកដដែលដោយមិនមានក្អែកណាព្រមជួសជុលឡើយរហូតតតែឆ្លងចូលទៅរដូវថ្មីមួយទៀតរដូវរងាក្នុងឆ្នាំនេះមានអាកាសធាតុត្រជាក់ជាខ្លាំងហើយថែមទាំងសម្បុកមានរុនប្រហោងធ្លុះធ្លាយទៀតផងវាក៏ធ្វើឲ្យរងាកាន់តែខ្លាំងដែរទោះបីជាដល់ថ្នាក់នេះទៅហើយក៏ក្អែកទាំងពីរនៅតែប្រចាំគ្នាជាដដែលដោយវានីមួយគិតដូចគ្នាថាម្នាក់ទៀតពិតជាទ្រាំនឹងភាពត្រជាក់មិនបានហើយនឹងសុខចិត្តមកជួសជុលសម្បុកជាមិនខានឡើយទីបំផុតក៏នៅតែពុំមានក្អែកណាព្រមជួសជុលសម្បុកទាល់តែសោះវាក៏រងាស្លាប់ទាំងអស់គ្នាទៅក្នុងយប់ដែលមានអាកាសធាតុត្រជាក់បំផុតមួយហើយក្នុងសាច់រឿងនេះផងដែរមានពាក្យចាស់ពោលថាបើរំពឹងចាំអ្នកដទៃមកធ្វើឲ្យសុខចិត្តធ្វើឲ្យខ្លួនឯងឲ្យហើយទៅទើបវាច្បាស់លាស់ជាងរឿងបន្ទាប់អាយុនិងសង្ខារមានក្តាន់មួយក្បាលពោពេញដោយមានកម្លាំងខ្លាំងក្លាព្រមទាំងមានស្នែងដ៏ស្រស់ស្អាតបំផុតថ្ងៃមួយវាបានដើរបែរឆ្ងាយពីហ្វូងហើយក៏សង្កេតឃើញថាមានព្រានម្នាក់កំពុងពួននៅក្បែរនោះដែរវាក៏គិតថាគ្រោះអាសន្នមកដល់ហើយនៅពេលនេះគ្រាន់តែគិតរួចភ្លាមវាក៏ខំបោលចូលព្រៃយ៉ាងអស់ពីសមត្ថភាពរបស់វាគេចចេញពីកណ្ដាប់ដៃនាយព្រាននោះដើម្បីរក្សាជីវិតរបស់ខ្លួនចំណែកនាយព្រានក៏ឥតមានបន្ធូរជើងដែរគេនៅតែដេញតាមពីក្រោយយ៉ាងលឿនដោយសារតែក្តីភ័យខ្លាចក្តាន់រត់កាន់តែលឿនទៅរហូតចូលទៅដល់ក្បែររូងភ្នំមួយវាក៏គិតថាទីនេះជាកន្លែងលាក់ខ្លួនដ៏សុខសាន្តសម្រាប់រួចខ្លួនហើយទើបសរសៀលចូលទៅពួនសំងំក្នុងរូងភ្នំដើម្បីគេចឲ្យផុតពីដៃព្រានតែគួរឲ្យអនិច្ចា
រូងភ្នំដែលវាចូលទៅពួននោះគឺជាកន្លែងរស់នៅរបស់ខ្លានោះឯងខ្លាឃើញក្តាន់ដើរចូលមកវាសំងំស្ងៀមធ្វើមិនដឹងរងចាំឲ្យក្តាន់ចូលមកកាន់ជ្រៅមកក្នុងរូងភ្នំនោះទើបវាលោតទៅសង្កត់ហែកក្រញិចធ្វើជាអាហារដ៏ឆ្ងាញ់ក្នុងគ្រានោះទៅហើយសាច់រឿងនេះផងដែរមានពាក្យចាស់ពោលថាបើសង្ខារត្រូវអស់ទោះកិច្ចយ៉ាងណាក៏នៅកិច្ចមិនផុតដែរហើយសាច់រឿងរបស់យើងបាននិទានចប់សង្ឃឹមថា3រឿងនេះបងប្អូននឹងចូលចិត្តសូមជួយ Subscribe និង Like ម្នាក់មួយផងដើម្បីទទួលបាននៅព្រេងនិទានថ្មីៗឲ្យបងប្អូនស្ដាប់ទៀតសូមអរគុណជួបគ្នាព្រេងនិទានក្រោយទៀត